ណាបបាក់ជាងសួរទៅបើកើតមិនឆ្លើយគេទាំងកូនចិញ្ចឹមកូនមិនសូវពិបាកទេតែខ្លួនឯងចាស់ទៅពិបាកក្រៃលែងធ្វើអីក៏បានតែក្នុងរាងកាយវាមិនបានសុខផងវាឈឺវាចុកវាចាប់រយរសពន់សពបែបសពយ៉ាងឯណាភ្លេចមុខភ្លេចក្រោយធ្វើអីក៏វាមិនកើតដល់ធីមិនកើតអីចិញ្ចឹមកូនពិបាកមែនប៉ុន្តែនៅតែក្រាន់បើជាងចាស់នេះអាត្មាប្រាប់ឲ្យហើយទៅហើយប្រពន្ធលោកប្រាប់តែកូនឈឺច្រត់សម្រាប់ខ្លួនយើងទប់រាងកាយដល់យើងចាស់ជរាទៅនោះនឹងសំជ្រាបអញ្ចឹងគួរតែខំរយឈឺច្រត់ឲ្យបាន4 5ទៅតែមិននិយាយលេងទេរឿងពេទ្យណាបើនេះអាត្មានិយាយថាទៅសើចមានអាត្មានឹងនិយាយកំ pl ែងអើយម្ចាស់តាឡាយជួយដាស់តឿនក្រៅរំលឹកជីវិតយើងជាទុក្ខអាចជារាទុក្ខហ្នឹងវាលំបាកខ្លាំងណាស់យើងគេទៅតែទៅបានឥឡូវតស៊ូអាត្មាជំរុញចិត្តឲ្យតស៊ូក៏ចិញ្ចឹមកូនព្រោះបើយើងមើលមេមិនអត់ដៃតែមានតែជើងដៃមិនប្រើកាវអីមិនកើតទេស្រូវមកក្តាប់ក៏គ្មានពោចិញ្ចឹមកូនមកតំបពីតំបរស់ឪវានឹងអត់ជួយចិញ្ចឹមអីសាឪមិនពោឪមិនអត់មកវិលវល់អីសោះងាប់តាម៉ែនឹងចិញ្ចឹមកូន2 3តំបអត់ដៃផងមានតែជើង2ស្រូវមកក្តាប់ក៏គ្មានឃើញទេវាតស៊ូអញ្ចឹងយើងដៃក៏មានជើងក៏មានឃើញទេរិញមានដៃដល់ទៅ4ផងម៉ែដៃ2ឪដៃ2ឃើញទេរិញមិនចិញ្ចឹមកូនមកដល់5មិនរស់មិនឃើញទេអញ្ចឹងគិតមើលមែនទេយើងចិញ្ចឹមកូនต้องប្តីទៅប្រពន្ធមិនប្តីអត់ជួយចិញ្ចឹមតែយ៉ាងតែឯងតែមែនអាត្មាថាហ្នឹងមើលឃើញអ្នកអស់គ្នាតើរិស័តក្តាមអត់ក្បាលផងបរោស៊ីចិញ្ចឹមពោះវារស់ក្តាមអត់ក្បាលទេចាំមើលមានខួយណាអត់មានតែមាត់ច្មោះជាប់ក្នុងខ្លួនណាអត់មានក្បាលទេចេះរស់ស៊ីចិញ្ចឹមពោះបានរស់ក្តាមគ្មានក្បាលទេកកក៏អត់ដែរមានតែមុខភ្នែកច្មោះជាប់ខ្លួនតែញោមណាខឹងក្នុងក្តាមទៅរកក្បាលក្តាមវាយនឹងក្បាលនៅតាណាខឹងក្នុងក្តាមទៅរកអាកកក្តាមក៏មិនដឹងរកកណាដាំទេណាវាអត់ក្បាលអត់កកទៅបរោស៊ីចិញ្ចឹមពោះវារស់សត្វពោះអត់ជើងផងវាចេះឡើងដើមឈើរួយយើងគិតមើលមកសត្វទាំង3ណាអញ្ចឹងមនុស្សយើងដៃក្បាលជើងឲ្យមានតែទាំងអស់មិនក៏បានជាក៏នឹងចិញ្ចឹមកូនមកតំប5ក៏ចិញ្ចឹមមិនរស់វិញអ្នកប្រាជ្ញលោកថាកូននេះឲ្យគិតណាគិតថាកូនអាចស្លាប់ខ្លះបើទុកជាមិនស្លាប់ក៏ត្រូវតែឲ្យគិតបើយើងមានតែ2ស្លាប់1នៅ1ទំនើងទីស្ទាវទៀតទៅបានអីបើយ៉ាងអន់3ទៅសល់1គ្រាន់ទីពឹងមិនក៏តែអ្នកប្រាជ្ញលោកសំដែងប្រាប់បញ្យល់យើងឲ្យយើងគិតគ្រប់អគតិគតិទាំងអស់តែគិតមិនគ្រប់ខអេដល់ចាស់ទៅបាទថ្ងៃនេះមកជួបញាតិមិត្តញោមញាតិសន្តានព្រៀងលៀនក៏នៅឃើញលពឹសមាត់ប្រាប់បន្តិចទៅហាសេចក្តីចាស់ហ្នឹងក៏ជាទុក្ខអាចឈឺជំងឺរោគីអាហ្នឹងក៏ជាទុក្ខដែរសេចក្តីស្លាប់ក៏ជាទុក្ខអាហ្នឹងស្មើគ្នាទាំងអស់ជីវិតរបស់យើងទាំងអស់គ្នាបើសិនណាយើងគិតថាយើងទាំងអស់គ្នាជាមិត្តរួម3យ៉ាងទី1មិត្តរួមជាតិទី2មិត្ត
รวมศาสนาទី3មិត្តរួមទុកប្រកាសជាមានវិសាសៈស្និទ្ធស្នាលរាប់អានដល់គ្នានឹងគ្នាថ្មីឡើយតែ30-40 ឆ្នាំពីមុនមិនដែលជួបគ្នាក៏ពិតមែនបើឡូវបានមកជួបគ្នាម្ដងគិតថាអូយសាច់ញាតិអញហើយឃ្លាតឆ្ងាយពីគ្នាមិនដែលបានជួបឥឡូវអាយុ70-80បានមកជួបគ្នាក៏រាប់អានគ្នាស្ដាប់បានទេញោមណាអានឹងបញ្យល់ទាំងអស់គ្នានឹងគុំគិតថាយើងជាអ្នកកន្ទាតដល់ទីមិនជាប់តិតងអីគ្នាមិនមានទេអ្នកណាជាតិអីគឺរស់នៅក្នុងប្រទេសជាតិនឹងជាមួយគ្នាគឺជាតិតែមួយហើយដូចថៃគេនៅក្នុងប្រទេសមួយពួកថៃវៀតណាមនៅវៀតណាមសាតែជាសាច់ឈាមគេតែទាំងអស់យើងក៏ដូចគ្នាដែរអានេះបំភ្លឺរឿងនឹងមួយស្មាតែញោមណាដែលអាត្មាបំភ្លឺនេះស្រាប់ញោមអាត្មាមិនសូវគិតទេបើគិតចង់ឲ្យញោមរាប់អានអាត្មាថាញាតបាទនេះចង់បានប្រយោជន៍តែប៉ុណ្ណឹងទេប៉ុណ្ណឹងយោការបោកបាច់រៀបរាប់សំណេះសំណាលពោលពាក្យដែលគួររតិពោលពាក្យដែលគួរនឹករលឹកដល់ញាតិទេវងពងសាហ្នឹងក៏ប៉ុណ្ណឹងចោល